ចាសេចក្តីគោរពចំពោះបុគ្គលដែលគួរគោរពកើតជាមង្គលដល់ដំអញ្ចឹងសូមរតនានិមន្តគុណចាស់ហិនស៊ីថាដែលមួនមកពីខាងខេត្តព្រៃវែងសូមឲ្យគុណចាស់និមន្តបកស្រាយរង្គាយសេចក្តីក្នុងអត្តន័យនៃមង្គលទី22នេះក៏ដូចជាអាចនឹងលើកជារឿងពុក្ខលាទិដ្ឋានយកមកសម្ដែងបញ្ជាក់ជាអំណះអំណាងផងយ៉ាងណាតាមសេចក្តីអនុគ្រោះរបស់គុណចាស់ចោះកណាទានសូមរតនានិមន្តកណាសាធុសាធុខ្ញុំកណាសូមអរគុណចំពោះព្រះអង្គគ្រូដែលជាប្រធានសម្របសម្រួលដែលបានផ្ដល់ឱកាសឲ្យខ្ញុំបករណាចូលរួមនៅក្នុងមង្គលទី22នេះកណាហើយគុណចាស់មួយអង្គសម្ដែងយ៉ាងពីរោះអំពីគារវធម៌ដែលជាធម៌មួយកាលណាបបគោប្រព្រឹត្តទៅហើយនោះរមែងបាននៅសេចក្តីសុខសេចក្តីចម្រើនគឺមង្គលនេះឯងដូចជាគារវធម៌ទាំង7យ៉ាងដែលគុណចាស់បានសម្ដែងអំបញ្ញមិញអញ្ចឹងកាលណាបើយើងគោរពកាលណាបើយើងប្រព្រឹត្តកាលណាបើយើងបដិបត្តិទៅនឹងនាំឲ្យយើងបាននៅសេចក្តីសុខសេចក្តីចម្រើននៅក្នុងបច្ចុប្បន្ននេះផងនិងទៅបារលោកផងហើយមួយចំណែកទៀតនោះព្រះអង្គក៏បានសម្ដែងអំពីបុគ្គលដែលគូគោរពនោះមានមេត្តាបិតាគ្រូឧបជាយាចាត្រកូលរិមច្បងចាស់ព្រឹទ្ធាចារ្យដែលជាបុគ្គលមួយសម្បូរទៅដោយគុណសម្បូរទៅដោយវ័យចាស់ជាងយើងនោះគឺយើងត្រូវតែគោរពប្រកបទៅដោយក្រមសីលធម៌ពីព្រោះថានៅក្នុងសង្គមណាក៏ដោយបើសិនជាគ្មានគារវធម៌នេះទេសង្គមនោះក៏មិនអាចរស់នៅបានសុខស្រួលដែរពីព្រោះថាពុំមានមេពុំមានកេយធ្វើឲ្យច្បោកច្បល់ធ្វើឲ្យច្រឡោកច្រឡំពុំមាននរណាគ្រប់នរណាឡើយប៉ុន្តែបើសង្គមនោះមាននៅគារវធម៌ចេះដឹងអ្នកដែលមានគុណធម៌ខ្ពស់អ្នកដែលមានអាយុច្រើនជាងអ្នកដែលមានវ័យចាស់ជាងអ្នកដែលមានឋានៈមានបុណ្យស័ក្តិធំជាងហើយគោរពគ្នាតាមលំដាប់លំដោយនោះគឺថាយើងនឹងបាននៅសេចក្តីសុខសេចក្តីចម្រើនហើយនៅក្នុងសមាគមនៅក្នុងក្រុមយើងនោះនឹងទទួលបាននៅការដំណើរការទៅបានយ៉ាងស្រស់ស្រួលឧបមាដូចជារឿងសត្វទទារឿងសត្វទទាសត្វស្វានិងសត្វដំរីអញ្ចឹងកាលណាបើដឹងថាបុគ្គលណាចាស់ជាងបុគ្គលណាហើយនោះក៏បានគោរពគ្នាទៅវិញទៅមកអញ្ចឹងរស់នៅលើត្រនំលើដើមឈើនោះមានការគោរពគ្នាអញ្ចឹងរស់នៅបានសេចក្តីសុខសេចក្តីចម្រើនហើយចេះទូមានគ្នាចេះអប់រំគ្នាឲ្យរក្សាសិល5ទៀតហើយទីបំផុតនៃជីវិតក៏បានទៅកើតនៅក្នុងសុគតិភពក៏ដោយសារតែគារវធម៌នេះឯងចឹងខ្ញុំកណាចូលរួមសរុបសេចក្តីយ៉ាងសង្ខេបប្រមាណប៉ុណ្ណេះក៏សូមប្រគេននាទីនេះដល់គុណម្ចាស់ជាអ្នកសម្របសម្រួលសូមជ្រះថ្លាអនុមោទនាសាធុកណាទានសូមអរគុណណាស់